ហាក់ជាមានអន្តរជាតិបានរងសម្ពាធធ្លាក់ចុះនៅក្នុងព្រឹកថ្ងៃច័ន្ទនេះបាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃច័ន្ទទី30ខែមីនាឆ្នាំ2026យើងឃើញថាតម្លៃហាងចេញមាសនៅក្នុងព្រឹកនេះបើកផ្សារមកគឺរងសម្ពាធធ្លាក់ចុះទាំងនៅក្នុងទីផ្សារអាស៊ីតែម្ដងបាទហើយមុននេះគឺវាបានធ្លាក់ចុះរហូតដល់កម្រិតប្រមាណជា$4,450ក្នុង1អោនឬក៏ប្រមាណជា$5,361ក្នុង1តម្លឹងបាទហើយសម្រាប់ការធ្លាក់ចុះប្រហែលជាបងប្អូនបានទទួលជ្រាបហើយវារងសម្ពាធពីការកើនឡើងនៃប្រាក់ដុល្លារបាទសន្ទុះប្រាក់ដុល្លារកើនឡើងដល់កម្រិត100%វិញហើយតម្លៃប្រេងក៏មានការងើបឡើងខ្ពស់ដែរបន្ទាប់ពីបាទប្រទេសអ៊ីរ៉ង់បានបិទច្រកហុមុសបាទអញ្ចឹងយើងមកមើលហាងឆេងមាសនៅក្នុងថ្ងៃនេះទាំងអស់គ្នាចង់ដឹងថាតើហាងឆេងមាសនៅក្នុងថ្ងៃនេះអាចនឹងមានការធ្លាក់ចុះទៅដល់កម្រិតណាទៀតឬក៏បាទអាចនឹងមានការងើបឡើងទៅលើវិញហើយតំបន់ណាខ្លះដែលយើងអាចធ្វើការទិញលក់បានបាទតើបងប្អូនយើងចាប់ផ្ដើមមើលពីបង្គោលប្រចាំសប្តាហ៍ទៅមុនបាទសម្រាប់បង្គោលប្រចាំសប្តាហ៍យើងឃើញថាការពីសប្តាហ៍មុនមានការធ្លាក់ចុះខ្លាំងនៅដើមសប្តាហ៍ហើយក៏មានការងើបឡើងមកវិញហើយងើបឡើងមកវិញនេះបងប្អូនឃើញបិទនៅបង្គោលពណ៌បៃតងបាទបង្គោលពណ៌បៃតងនេះគឺបង្ហាញពីកម្លាំងទិញឡើងមកវិញរៀងខ្លាំងណាបាទអញ្ចឹងសម្រាប់កម្លាំងទិញចាប់ផ្ដើមមានមកវិញហើយបាទសម្រាប់សប្តាហ៍ថ្មីនេះបើថាវាអត់ទាន់មានសញ្ញា confirm ឡើងទៅវិញគ្រប់គ្រាន់ប៉ុន្តែមាសខ្ញុំមើលឃើញថាអាចនឹងមានការងើបឡើងទៅលើបន្តបាទសម្រាប់បង្គោលប្រចាំសប្តាហ៍ឥឡូវយើងចូលទៅមើលបង្គោលប្រចាំថ្ងៃវិញបាទអញ្ចឹងសម្រាប់បង្គោលប្រចាំថ្ងៃយើងឃើញថាមាសបន្ទាប់ពីមានការធ្លាក់ចុះខ្លាំងហើយគឺវាបាន sideways នៅក្នុងតំបន់នេះបាទអញ្ចឹងវាអត់តនៅទិសដៅឃើញទេតតែបំបែកតំបន់ sideways ហ្នឹងបាននៅទិសដៅថ្មីឃើញបាទបងប្អូនយើងចាប់ផ្ដើមមើលបង្គោល4ម៉ោងម្ដងសម្រាប់បង្គោល4ម៉ោងយើងឃើញថាអត់ខុសពីបង្គោលប្រចាំថ្ងៃទេគឺវាចាប់ផ្ដើម sideways បាទ sideways កំពុងតែបាទហៅទិសដៅថ្មីអញ្ចឹងឥឡូវនេះគឺអត់តមានទិសដៅច្បាស់លាស់ទេហើយខ្ញុំមើលឃើញថាអាចនឹងមានទិសដៅច្បាស់លាស់ហើយនៅក្នុងថ្ងៃច័ន្ទនេះបាទព្រោះដោយសារមាសវាចាប់ផ្ដើមថមថយកម្លាំងទិញលក់ច្រើនមែនតើនេះបងប្អូនឃើញណាចាប់ផ្ដើមថមថយខ្លាំងតាក់ទងជាមួយកម្លាំងទិញលក់នេះបាទឃើញទេកាលពីថ្ងៃសុក្រយើងឃើញថាវាបាន break ឡើងទៅលើ break trend line យើងនេះបាទប៉ុន្តែយើងអត់ទាន់ច្បាស់ថាវាជា break out ឬក៏ fake break ទេព្រោះដោយសារតែបាទយើងឃើញថាវាមានការ break trend line ទៅលើមែនប៉ុន្តែព្រឹកនេះគឺមានការធ្លាក់ចុះមកខាងខុសអញ្ចឹងចង់ដឹងច្បាស់ថាវាជា break out ឬក៏ fake break បងប្អូនចាំមើលទៅបើសិនជាបិទនៅបង្គោលពណ៌ក្រហមបាទហើយបន្តធ្លាក់ចុះមកខាងខុសទៀតណាអានឹងវាជា fake break ហើយអាចនឹងមានការធ្លាក់ចុះមកខាងខុសវិញបាទប៉ុន្តែបើសិនជាបង្គោល4ម៉ោងនេះបិទទៅនៅបង្គោលបបៃតងអានឹងគឺ break out ទៅលើទៀតឯផ្សារហ្នឹងបាទបងប្អូនអញ្ចឹងនេះសម្រាប់បង្គោលរយៈពេល1ម៉ោងខ្ញុំបានបែងចែកជាកម្រិតទាបកម្រិតខ្ពស់ក៏ដូចជាកម្រិតដែលយើងត្រៀមទិញដែរនេះបាទអញ្ចឹងសម្រាប់មាសយើងឃើញថាកាលពីសប្តាហ៍មុនណាបើយើងមើល1ម៉ោងវា break out ទៅលើបាត់ហើយបច្ចុប្បន្ននេះវាកំពុងតែធ្លាក់ចុះមករីតេសបងប្អូនមើលនេះបាទមាសនៅក្នុងថ្ងៃនេះបើសិនជាយើងមើលបច្ចុប្បន្ននេះមកប៉ះតំបន់ដែលខ្ញុំឲ្យទិញទេបាទតំបន់ដែលខ្ញុំឲ្យទិញនេះគឺចន្លោះ4428មក4450អញ្ចឹងវាមកប៉ះតំបន់នឹងហើយយើងរងចាំតែមើលសញ្ញា confirm ទេអាចមើល15នាទីទៅបើសិនជាមានបាទសម្រាប់ candlestick បាយឡើងបាទបងប្អូនអាចធ្វើការទិញបានចាំមើលខ្ញុំអាប់ដេតបងប្អូនបន្ថែមតែបើសិនជាអត់មានសញ្ញា confirm ទិញឡើងទេកុំតន់អាចទិញមួយវិញទៀតបើសិនជាបំបែកតំបន់ហ្នឹងបងប្អូនមាសអាចនឹងមានការធ្លាក់ចុះទៅខាងខំបន្តបាទអញ្ចឹងគោលដៅបន្ទាប់អាចមកតំបន់ខាងខំនេះ$4,350ក្នុង1អោនឬក៏ប្រមាណជា$5,240ក្នុង1តលឹងបាទអញ្ចឹងបើសិនជា break មកទិសដៅវាមិនដឹងទេបាទទិសដៅមិនដឹងហើយឬក៏អាចនឹងមកប៉ះកម្រិតទាបមួយទៀតនៅក្នុងតំបន់នេះបាទ4298នេះអញ្ចឹងសម្រាប់តំបន់ដែលទិញទី1វាបានមកប៉ះក្នុងតំបន់ទិញហើយប៉ុន្តែគ្រាន់តែអត់ទាន់មានសញ្ញា confirm ឲ្យទិញឡើងទី2បើសិនវាបំបែកមកតំបន់ទិញយើងគឺនៅក្នុងនេះបាទក្នុងតំបន់4350ហើយតំបន់ទិញមួយទៀតគឺនៅ4000បាទ298អញ្ចឹងយើងមាន3តំបន់សម្រាប់ទិញនៅក្នុងថ្ងៃនេះតែខ្ញុំបញ្ជាក់បងប្អូនមាសបើសិនជាបំបែកតំបន់ទី3នេះ4298ហើយមិនបាច់ទិញទៀតទេហៅកន្លែងលក់ទៅបាទគោលដៅវា4100ឬក៏3800 3700ឯងបាទឲ្យតែបំបែក4298នេះមកអូខេបាទអញ្ចឹងសម្រាប់ការទិញយើងមាន3តំបន់ហ្នឹង
Bạn chẳng xemការលក់ចុះក៏យើងមានពីរតំបន់សម្រាប់ត្រៀមលក់ដែរបាទទី1នៅ4600នេះបាទជាតំបន់ដែលយើងអាចធ្វើការត្រៀមលក់ចុះទី2បាទនៅក្នុងតំបន់បាទនេះមែនប្រាក់បាទទី2គឺនៅតំបន់4736ដុល្លារក្នុងមួយអោនខាងលើនេះឬក៏ប្រហែល5706ដុល្លារក្នុងមួយតលឹងបាទតែមាសនេះបងប្អូនបើសិនជាបំបែកកម្រិតបាទ4600ដុល្លារក្នុងមួយអោននេះបាទអាហ្នឹងគឺភាគរយច្រើនគឺនឹងទៅលើខ្លាំងហើយបាទទៅលើខ្លាំងហើយគោលដៅវា4736នេះគ្រាន់តែជាគោលដៅ target របស់យើងទេកាលណាទៅបំបែក4600មាសនឹងអាចបាទទៅដៅទៅលើវិញអាចទៅ5000វិញណាប៉ុន្តែគ្រាន់តែខ្ញុំដាក់នេះជា key សំខាន់សម្រាប់យើងជា target ក្នុងការជួញដូរទេបាទបើអញ្ចឹងសម្រាប់ក្នុងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងមានសញ្ញាត្រូវទិញខ្ញុំនឹងតម្លាក់ update ទៅក្នុងក្រុមរបស់យើងសម្រាប់បងប្អូនចង់បើកគណនីបាទចង់សិក្សារៀនសូត្រតាក់ទងមួយការជួញដូរអង្គមាសបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទឬក៏ Telegram ដែលខ្ញុំបានដាក់នៅក្នុង caption បាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបាទបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ